មេរៀនទី36សត្វក្រសាមានសត្វក្រសាមួយឈរចាំចឹកត្រីនៅមាត់បឹងពេលនោះមានត្រីចង្វាមួយបានហែលពីមុខវាក្រសាគិតថាត្រីចង្វានេះតូចណាស់ស៊ីក៏មិនឆ្អែតដែររងចាំត្រីធំចឹកស៊ីតែមួយពីរឆ្អែតតែម្ដងត្រីចង្វាក៏ហែលទៅបាត់បន្តិចមកមានកូនត្រីក្រាញ់មួយហែលមកទៀតវានៅតែមិនចឹកស៊ីក្រោយមកក៏មានកូនត្រីផ្ទក់មួយហែលមកទៀតក្រសាគិតថាបន្តិចទៀតនឹងបានជួបត្រីធំជាងនេះជាមិនខានត្រីផ្ទក់ក៏ហែលទៅបាត់ទៀតតាំងពីព្រឹកដល់ព្រលប់ក្រសារងចាំត្រីធំមិនឃើញសោះក្រសាវិលរកទ្រនំវិញទាំងក្តីស្រេកឃ្លាន